សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំត្រឡប់មកវិញហើយបាទដោយសារមួយរយៈនេះមានកិច្ចការរវល់ច្រើនពេកអត់សូវបានចេញវីដេអូធ្វើការចែករំលែកជាមួយអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំត្រឡប់មកវិញហើយក៏មានប្រធានបទមួយដើម្បីធ្វើការចែករំលែកជាមួយអ្នកនរគ្នាចឹងប្រធានបទដែលខ្ញុំលើកយកមកជជែកថ្ងៃនេះគឺតកតងជាមួយនឹងវិន័យគឺជាសេរីភាពចឹងមេឃាមានច្បាប់វិន័យរបស់មេឃាប្រទេសជាតិគឺមានច្បាប់វិន័យរបស់ប្រទេសជាតិសាលារៀនគឺមានច្បាប់សាលារៀននិងវិន័យរបស់សាលារៀនរីឯក្រុមគ្រួសារអង្គភាពឬក៏ស្ថាប័នណាមួយគឺសុទ្ធសឹងតែមានវិន័យនិងច្បាប់របស់ក្រុមហ៊ុននិងស្ថាប័ននោះបាទអញ្ចឹងវិន័យវាពិតជាសំខាន់សម្រាប់យើងខ្លាំងមែនទែនព្រោះតែពេលខ្លះយើងយល់ខុសពេលខ្លះយើងគិតអត់បានគ្រប់ជ្រុងជ្រោយទៅពេលខ្លះយើងទទួលសម្ពាធពីវិន័យច្រើនពេកទៅយើងគិតថាវិន័យហ្នឹងការដាក់វិន័យលើខ្លួនឯងហ្នឹងវាមានអារម្មណ៍ថាអត់មានសេរីភាពឲ្យខ្លួនឯងធ្វើអ្វីសោះអញ្ចឹងបាទពេលខ្លះយើងទទួលបានសម្ពាធបែបហ្នឹងប៉ុន្តែថាវិន័យគឺវាជារឿងមួយដ៏ល្អជាបាទគេហៅថាជាការកំណត់នៅផ្លូវដើរជីវិតរបស់យើងដ៏ត្រឹមត្រូវមួយអ្វីត្បិតតែវាទទួលបានអារម្មណ៍ដំបូងរបស់យើងវាមានភាពតឹងតែងវាគ្មានសេរីភាពក្នុងការធ្វើអ្វីមួយសម្រាប់ខ្លួនឯងមែនប៉ុន្តែវាជារឿងបច្ចុប្បន្នភាពប៉ុន្តែលទ្ធផលរបស់វាគឺវាឆ្លើយតបឲ្យយើងនៅថ្ងៃអនាគតគឺពិតជាល្អប្រសើរខ្លាំងមែនទែនអញ្ចឹងដែលខ្ញុំលើកឡើងថាវិន័យគឺជាសេរីភាពហ្នឹងមិនន័យថាកាលណាដែលយើងដាក់វិន័យលើខ្លួនឯងយើងទទួលបានអារម្មណ៍មួយថាការបង្ខំខ្លួនឯងឲ្យលំបាកវាមានអារម្មណ៍ថាបង្ខំខ្លួនឯងឲ្យលំបាកអញ្ចឹងប៉ុន្តែការលំបាកហ្នឹងគឺវាលំបាកសម្រាប់តែថ្ងៃនេះទេប៉ុន្តែវាគឺជាផ្លូវមួយដែលកំណត់ទិសដៅដ៏ល្អនិងផ្ដល់ភាពសនុកសុខស្រួលរបស់យើងនៅថ្ងៃខាងមុខបាទអាហ្នឹងគឺខ្ញុំអាចឲ្យបែបហ្នឹងព្រោះថាមនុស្សជាច្រើនតែងតែយល់ច្រឡំថាវិន័យគឺជាការដាក់កម្រិតឬក៏ជាការបាត់បង់សេរីភាពក្នុងការរស់នៅទៅតាមការចិត្តចង់របស់ខ្លួនឯងរៀងៗខ្លួនអញ្ចឹងបាទប៉ុន្តែតាមការពិតវិន័យគឺជាគេហៅថាជាឧបករណ៍ដ៏មានអានុភាពមួយសម្រាប់គេហៅថាអនុញ្ញាតឲ្យយើងគ្រប់គ្រងវាសនាខ្លួនឯងបានអញ្ចឹងបើសិនយើងរស់នៅដោយគ្មានវិន័យយើងនឹងខ្លាចទៅជាគេហៅថាមនុស្សម្នាក់ដែលដើរតាមអារម្មណ៍របស់ខ្លួនឯងគេហៅថាអារម្មណ៍ឆេវឆាវឬក៏កលៈទេសៈនៅជុំវិញខ្លួនរបស់យើងហ្នឹងបាទធ្វើឲ្យយើងអារម្មណ៍របស់យើងវាបត់បែនទៅតាមនឹងរហូតដោយសារតែយើងវាអត់មានវិន័យក្នុងការឃុំគ្រងរបស់យើងអញ្ចឹងមិនន័យថាការដាក់វិន័យលើខ្លួនឯងវាមានអារម្មណ៍ថាទទួលភាពលំបាកនៅក្នុងពេលបច្ចុប្បន្នប៉ុន្តែវាឆ្លើយតបឲ្យយើងវិញនៅថ្ងៃអនាគតគឺយើងវាមានឯករាជ្យភាពឬក៏គេហៅថាមានសេរីភាពនៅពេលអនាគតណាហើយនឹងលទ្ធផលវានឹងផ្ដល់ឲ្យយើងបានច្រើនខ្លាំងមែនទែនណាបាទអញ្ចឹងវិន័យវាមិនមែនជាការដាក់ទរណកម្មទេប៉ុន្តែគឺជាកូនសោសម្រាប់ឲ្យយើងដោះសោនៃជីវិតរបស់យើងអញ្ចឹងវិន័យវាជួយរំដោះយើងឲ្យចាកផុតពីភាពក្រីក្រហើយនឹងភាពភ័យខ្លាចនិងភាពមិនច្បាស់លាស់បានបើសិនបើយើងគ្មានវិន័យទេយើងនឹងខ្លាចទៅជាគេហៅថាជាទេសកលនៃភាពខ្ជិលច្រអូសនិងចំណងបណ្ដោះអាសន្នរបស់ខ្លួនឯងអញ្ចឹងបើសិនតែយើងរស់អត់មានវិន័យមិនន័យថាអាភាពខ្ជិលរបស់យើងគឺគ្របដណ្ដប់លើយើងហើយយើងចង់ធ្វើអ្វីមួយចង់រៀនសូត្រឲ្យពូកែឬក៏ចង់ធ្វើការឲ្យល្អអញ្ចឹងយើងខ្លាចហត់យើងខ្លាចនៅអញ្ចឹងដោយសារតែក្នុងយើងវាអត់មានគេហៅថាវិន័យមួយដើម្បីសង្កត់ដើម្បីតម្រង់ទិសយើងឲ្យធ្វើរឿងរ៉ាវនឹងឲ្យវាបានល្អគឺអត់មានអញ្ចឹងបាទអញ្ចឹងមិនន័យថាវិន័យវាជារឿងចាំបាច់មួយហើយយើងទទួលបានអារម្មណ៍លំបាកដំបូងប៉ុន្តែយើងទទួលបានសេរីភាពនៅពេលក្រោយអញ្ចឹងមិនន័យថាភាពសនុកសុខស្រួលរបស់យើងនៅថ្ងៃនេះវាគឺជាអន្ទាក់មិនន័យថាអាភាពសនុកសុខស្រួលវាដាក់អន្ទាក់ឲ្យយើងគេថាភាពសនុកសុខស្រួលនៅក្នុងពេលបច្ចុប្បន្ននេះវាដាក់អន្ទាក់ឲ្យយើងជួបការលំបាកនៅពេលអនាគតមិនន័យថាវានឹងឆ្លងឲ្យយើងនឹងឆ្លងនៅភាពលំបាកនៅពេលអនាគតរបស់យើងនឹងគឺជួបរឿងឥតឈប់ឈរឥតលហែអញ្ចឹងមកអានឹងដោយសារតែការពីដំបូងការពីបច្ចុប្បន្នភាពហ្នឹងគឺយើងអត់បានបង្កើតវិន័យហ្នឹងឲ្យខ្លាយទៅជាគេហៅថាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់តម្រង់ជីវិតរបស់យើងទេន័យថាយើងចូលចិត្តរស់នៅក្នុងភាពសនុកសុខស្រួលក្នុងពេលបច្ចុប្បន្នអញ្ចឹងអត់ហ៊ានធ្វើអ្វីមួយដែលលើសព្រំដែនទេខ្លាចហត់ខ្លាចអីអញ្ចឹងទៅឬក៏មួយទៀតបាទយើងឲ្យអារម្មណ៍សនុកសុខស្រួលរបស់យើងនឹងគ្របដណ្ដប់ពេលអញ្ចឹងទៅយើងអត់អាចចេញពីភាពសនុកសុខស្រួលរបស់យើងនៅក្នុងពេលបច្ចុប្បន្នទេអញ្ចឹងអនាគតយើងអត់មានប្រសិទ្ធភាពហ្មងអត់មានសេរីភាពនឹងវាជាប់អន្ទាក់គេហៅថាកើតទៅជាទេសកលនៅនៃជីវិតរបស់យើងអញ្ចឹងបាទយើង
ធ្វើអ្វីគឺតែងតែជួបនៅផលវិបាករហូតអញ្ចឹងគេថាសុខចិត្តលំបាកថ្ងៃនេះដើម្បីសនុកនិងមានសន្តិភាពជានិរន្តរ៍នៅពេលខាងមុខការក្រោកពីព្រលឹមឬក៏ការហាត់ប្រាណការសន្សំសំចៃឬក៏ការហាត់វឹកហាត់ជំនាញអីផ្សេងៗហ្នឹងទោះបីជាវាមានអារម្មណ៍ថាដំបូងហ្នឹងវាបខំចិត្តក៏ដោយប៉ុន្តែក្នុងគណៈពេលដំបូងរបស់យើងហ្នឹងវាមានអារម្មណ៍ថាតឹងតែងប៉ុន្តែវាអាចជ្រើសរើសបាននៅអនាគតដ៏ល្អមួយសម្រាប់ពេលអនាគតរបស់យើងអញ្ចឹងបាទប៉ុន្តែថាវិន័យគឺជាភាពដ៏លំបាកដែលយើងអាចគ្រប់គ្រងវាបានមិនមែនថាវិន័យហ្នឹងលំបាកដល់ថ្នាក់យើងមិនអាចគ្រប់គ្រងបានទេយើងអាចគ្រប់គ្រងវាបានទាំងស្រុងដូចគ្នាដែរគ្រាន់តែយើងចាប់ផ្ដើមដំបូងហ្នឹងយើងត្រូវបង្កើតវាបាទឲ្យទៅជាទម្លាប់ម្ដងបន្តិចអញ្ចឹងថាវិន័យវាជាការបង្ខំរបស់យើងនៅពេលដំបូងប៉ុន្តែវាធ្វើឲ្យយើងធូរស្រាលនៅពេលក្រោយដែរការបង្កើតវិន័យឲ្យជោគជ័យហ្នឹងគឺចាប់ផ្ដើមពីចំណុចតូចៗបាទដែលយើងធ្វើជារៀងរាល់ថ្ងៃហ្នឹងយើងមិនចាំបាច់រងចាំកម្លាំងចិត្តឬក៏យើងត្រូវតតែមានអ្នកលើកទឹកចិត្តយើងទៅយើងធ្វើវិន័យហ្នឹងអត់ទេបានន័យថាយើងរៀនចាប់ផ្ដើមធ្វើវាម្ដងបន្តិចទៅតាមអ្វីដែលយើងអាចធ្វើបានជាឧទាហរណ៍ដូចថាជារៀងរាល់ថ្ងៃយើងក្រោកម៉ោង8អញ្ចឹងយើងធ្វើម៉េចចាប់ផ្ដើមកំណត់ខ្លួនឯងក្រោកមុន15នាទីទៅដល់ពេលដែលយើងធ្វើបានហើយយើងចាប់ផ្ដើមឡើងតិចទៀតទៅបាទក្រោកម៉ោង6អីចឹងទៅឬក៏6កន្លះអីចឹងទៅអានោះគេហៅថាការកំណត់វិន័យរបស់យើងក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងម្ដងបន្តិចចឹងឯងឬក៏យើងអានសៀវភៅមួយថ្ងៃ10ទំព័រអីចឹងទៅបាទអញ្ចឹងហើយអានវាជារៀងរាល់ថ្ងៃអីចឹងមួយថ្ងៃ10ទំព័រអញ្ចឹងវិន័យវាហាក់បីដូចជាសាច់ដុំអញ្ចឹងឯងកាលណាតែយើងវឹកហាត់វាជារៀងរាល់ថ្ងៃវាកាន់តែធ្វើឲ្យសាច់ដុំរបស់យើងនឹងកាន់តែរឹងមាំអញ្ចឹងបាទអញ្ចឹងខ្ញុំសូមជូនពាក្យចុងក្រោយមួយតាក់ទងជាមួយនឹងវិន័យបាទគេហៅថាសុខចិត្តលំបាកដោយសារវិន័យនៅថ្ងៃនេះបាទដើម្បីកុំឲ្យលំបាកដោយសារជីវិតបង្ខំឲ្យយើងស្លាប់នៅពេលថ្ងៃខាងមុខអានោះវាជារឿងសំខាន់កាលណាដែលយើងរស់នៅក្នុងវិន័យនៅក្នុងពេលបច្ចុប្បន្នវាតម្រង់ទិសឲ្យយើងនៅពេលអនាគតគឺល្អប្រសើរតែបើសិនជាយើងជ្រើសរើសបាទយកភាពសំណុកសុខស្រួលនៅថ្ងៃនេះជីវិតពេលក្រោយគឺយើងនឹងកាន់តែលំបាកហើយលំបាកទៀតហើយកុំសួរថាហេតុអីបានខ្ញុំលំបាកបាទយើងត្រូវសួរហេតុអីបានយើងមិនរស់នៅក្នុងវិន័យហ្នឹងបានយើងជាចំណុចសំខាន់សម្រាប់យើងអញ្ចឹងអានេះវាជាការចែករំលែកទេព្រោះខ្ញុំក៏មានចំណុចខ្វះខាតដូចគ្នាដែរប៉ុន្តែគ្រាន់តែការសិក្សាហ្នឹងវាទទួលបានហើយការដែលឆ្លងកាត់បទពិសោធន៍ខ្លះៗហ្នឹងក៏ខ្ញុំអាចធ្វើវាបានខ្លះៗអញ្ចឹងទៅបានអញ្ចឹងហើយវាជាការចែករំលែកតគ្នាទៅវិញទៅមកអញ្ចឹងអ្នកទាំងអស់គ្នាមានអ្វីឬក៏ចង់ឲ្យខ្ញុំបកស្រាយពីអ្វីអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមបាននៅក្រោមវីដេអូនឹងបានអញ្ចឹងក៏សូមអរគុណអ្នកទាំងអស់គ្នានិងសូមអរគុណដល់អ្នកគាំទ្រអ្នកជួយ support របស់ខ្ញុំទាំងអស់គ្នាដែលជួយបាទ like comment បាទផ្ដល់មតិល្អៗអញ្ចឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមបញ្ចប់ត្រឹមហ្នឹង